គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន MSN នៅសហរដ្ឋអាមេរិកនេះបានដាក់វីដេអូនេះនៅថ្ងៃសៅរ៍នេះហើយគាត់មានខ្លឹមសារដែរប៉ុន្តែឥឡូវនេះខ្ញុំសូមចាក់ឲ្យប្រិមិត្តស្ដាប់មើលក្នុងក្រែងលោមមានប្រិមិត្តខ្លះស្ដាប់ចេះយល់ភាសាថៃបានហើយតើយល់យ៉ាងម៉េចចាំខ្ញុំបកប្រែជូនតាមក្រោយតាម script ដែលខាង MSN គាត់បកប្រែទៅណាបាទខ្ញុំបកប្រែពីគាត់បកប្រែពីថៃទៅអង់គ្លេសខ្ញុំបកប្រែពីអង់គ្លេសមកខ្មែរជូនវិញអញ្ចឹងដូចអ្នកណាចេះថៃស្ដាប់គឺជួយកែលម្អផងបើមានការខុសឆ្គងแล้วก็เราการเพื่อที่จะมายืนยันว่าข้อเท็จจริงเมื่อวันก่อนกับเมื่อวานว่ามันเกิดอะไรขึ้นจากฝ่ายเราฝั่งไทยจะมายืนยันว่าเสียงระเบิดที่เกิดขึ้นไม่รู้ยิงจากฝั่งไหนแต่ว่าเสียงระเบิดมันเกิดขึ้นอยู่ที่ฝั่งไทยนั่นแหละเรื่องที่ระเบิดนี่มันออกจากฝั่งไหนหรือของฝั่งไหนผมก็ไม่รู้แต่สำหรับฝั่งผมนี่แน่นอนคือมันมีการออกลูกระเบิดจากฝั่งกัมพูชาไปเข้าไปฝั่งไทยนะแต่ผมได้ยินเสียงปืนนี่คือมีแต่ฝั่งไทยอย่างเดียวนะเมื่อวานนี้นะมันเป็นไปไม่ได้หรอกที่ผมจะยิงใส่ฝั่งของผมเองបាទចឹងប្រិមិត្តស្ដាប់យល់យ៉ាងណាដែរអំពីការជជែកគ្នានេះបើតាមសេចក្តីរាយការណ៍របស់ MSN ក៏បានឲ្យដឹងថាគឺការពិភាក្សាគ្នានឹងពាក់ព័ន្ធជាមួយនឹងការឮសម្លេងបាញ់កាលពីថ្ងៃទី27ខែកញ្ញាដែលជាការមួយបង្ហាញពីការរំលោភទៅលើបទជបាញ់គ្នាតាំងពីបទជបាញ់បានចូលមកហើយការជជែកគ្នានេះគឺធ្វើឡើងនៅថ្ងៃច័ន្ទមួយថ្ងៃច័ន្ទទី30ខែកញ្ញាអញ្ចឹងខ្លឹមសារដែលសារព័ត៌មានបានបកប្រែជាភាសាអង់គ្លេសនៅខ្ញុំសូមប្រែជាភាសាខ្មែរមកវិញគឺថាគាត់ថានៅក្នុងឆាកនេះគឺជានៅក្នុងរូបភាពនេះគឺជារូបដែលទាហានកម្ពុជានិងថៃបានពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់ថាបានបាញ់ឆ្លងឆ្លើយគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយរូបភាពនេះគឺបង្ហាញពីទាហានទាំងសងខាងនេះបានជជែកគ្នាដោយស្ងប់ស្ងាត់ដោយមិនហិង្សាកាលពីថ្ងៃច័ន្ទនោះក្រោយពីមានការប៉ះទង្គិចគ្នាដែលត្រូវបានគេរាយការណ៍ថាមាននៅត្រូវបានគេបាញ់ចូលតំបន់ចុងបកនៅក្នុងខេត្តឧបលរដ្ឋានីនៅភាគខាងកើតនៃប្រទេសថៃទាហានថៃរូបនោះបាននិយាយថាខ្ញុំចង់បញ្ជាក់ឲ្យការពិតឲ្យបានដឹងថាពីការជ្រុងខាងយើងគឺពាក់ព័ន្ធនឹងការអ្វីដែលកើតឡើងកាលពីថ្ងៃម្សិលមិញនិងថ្ងៃមុននោះគឺភាគីថៃចង់បញ្ជាក់ឲ្យច្បាស់ថាយើងមិនដឹងថាតើភាគីខាងណាជាអ្នកបាញ់មុនទេឬក៏បាញ់ពីណាមកទេប៉ុន្តែសំឡេងផ្ទុះបានផ្ទុះឡើងនៅក្នុងខាងភាគីថៃដោយឡែកទាហានកម្ពុជាវិញក៏បានឆ្លើយតបថាពាក់ព័ន្ធជាមួយនឹងការផ្ទុះនេះខ្ញុំមិនដឹងថាតើវាមកពីខាងណាទេប៉ុន្តែបើពីខាងខ្ញុំវិញខ្ញុំច្បាស់ណាស់ថាអត់មានសំឡេងផ្ទុះឬបាញ់ចេញពីភាគីកម្ពុជាចូលទៅក្នុងទឹកដីថៃទេទោះបីជាយ៉ាងណាក៏ដោយខ្ញុំពិតជាបានឮសំឡេងបាញ់មែនកាលពីម្សិលមិញហើយគឺឮតែនៅភាគីខាងថៃតែប៉ុណ្ណោះបាទអញ្ចឹងគឺនេះជាអ្វីដែលបានលើកឡើងហើយសារព័ត៌មាននេះបានបន្ថែមថាទាហានទាំងពីរនេះបានបដិសេធថាមិនមានអ្នកណាមានការប៉ះទង្គិចនោះទេហើយក្នុងពេលដែលសាការីរបស់ពួកគាត់គឺជាអ្នកថតវីដេអូទាំងអស់នេះបាទគឺការឆ្លើយឆ្លងគ្នាកើតឡើងពាក់ព័ន្ធនឹងបាទហើយមួយថ្ងៃមុនដែលទាហានទាំងពីរខាងជួបគ្នានេះគឺអ្នកនាំពាក្យរបស់ទាហានថៃគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូរាវីបាននិយាយថាគឺការបាញ់ផ្លោងនិងកំភ្លើងដៃនោះគឺកើតឡើងចេញពីភាគីកម្ពុជាដែលមានទីតាំងនៅជិតតំបន់ព្រំដែនបាទនេះគឺជាអ្វីដែលកើតឡើងដូច្នេះប្រិមិត្តយល់យ៉ាងណាដែរបាទខ្ញុំបើតាមការយល់ដឹងតិចតួចរបស់ខ្ញុំដែលចូលចិត្តខាងហ្នឹងដែរខ្ញុំចូលចិត្តតែចូលចិត្តខាងផ្នែកយកមកជាហាត់ជាកីឡាទេគឺបើសិនជាកំភ្លើងខ្លីកំភ្លើងដៃចង់និយាយថាកំភ្លើងដៃណាអាការ MC ហ្នឹងបើតើលឺចេញពីខាងណាមុនគឺបានន័យថាខាងនោះអ្នកបាញ់ហើយដូចជាថៃគាត់និយាយមិញគឺថាគាត់លឺសំឡេងពីខាងគាត់មុនយ៉ាងហ្នឹងណាបាទអញ្ចឹងបើកំភ្លើងដៃលឺខាងណាមុនគឺខាងនោះបាញ់ហើយវាលែងតែកំភ្លើងធំភ្លើងផ្លោងហ្នឹងជួនកាល
vì lư pi lư đung lại quạt bằng hơi lư pi khang lại bánh hơi bây giờ vì thật lạ từ lại một tiếp vì lư mà xả tiền chẳng tôi bây giờ sắp mà bánh tôi bây giờ cặp lương tôi cái đó mà cặp lương đáy cái đó cặp lương thùng một plau cái đó cứ bạn này tha lư bị kỳ thay một này chẳng bạn này tha thay khuôn ai nắng bạn từ tôi có tha khuôn bánh một này mà bị bụi tranh bị khang nam muốn đưa bánh nhà mình là ngày và chẳng thay con mình dây khuôn ai ta bạn con đã bao nhiêu phần tác con lư nào nông và con lư nào nông chẳng bong là vừa hiến này năng vừa có ôn là cái bông vừa hiến là đặc biệt phía sau đấy ai chịu rùm ở trong này và tham trong chạy đồng lấy tam trong này đang tay túi bọc trong chẳng này vì chẳng mấy vì con dây men á con dây chẳng mấy là không phải xa ông lê chẳng bước em ăn ông lê ai nếu mà phải mất chơi thấy phải dân chơi thấy chả nào. We want to confirm the facts from our perspective regarding what happened yesterday and the day before. The Thai side would like to confirm that we do not know which side the shot was fired from, but the sound of the explosion occurred on the Thai side. Bà lưu sâu là kháng Thai, chẳng bàn này tha, là bánh môn tranh bình nó ngồi, là lưu là kháng là muốn cứ bánh là nó ngồi bà. Bà này cứ chia ở đây là nhằm xông chạy rùm lết là play một tầng ọc nè. Chẳng nơi chấm nói thì pram này cứ chỉ cá chạy rùm lết chấm này đang toa luôn bọc nhằm là ca sẵn kê thế đó, bà ca sẵn kê thế. Xong chất phóng bởi bàn đáp xong tụi tôi dụ nhằm này dây ní. Đâm bây chia chấm này đăng thì, chấm này đăng đó là play một tầng ọc nè. Tiếng này có bông chô sạp lại tốt nè, là nâng dụ từ thọt và thèm nó có đi đá nhằm admin chế tận ra lực tầm cao nè ná rồi cả bằng âm nè na thì nè áp thì nó chẳng chăm chút admin chế tận ra lực tầm cao bậc cô ná phía kỳ ná rồi bằng áp bậc cô ná rồi phía kỳ nào nữa thì cứ chỉ cái chạy đồng lệ chấm này đang sốt sạt sầm rạp áo play mất dục tới picha là luôn ai thì hay cả khi mình áo dục ball tới hàng phía kỳ nào đâyนี่คือchỉ cái chạy đồng lệ chấm này đang tích tụi bọc nhom cái chạy đồng lệ nó cứ đại xa tái miền nẹt lực lang thà Campuchia mà rồi thà bà Campuchia nắng tại bạn để sai là với chị ông cả anh chia bạn để sai anh lúc xa là bỏ xa rồi làm rich anh lên đây sắp tại một lỗ ốc là ơn và ai chỉ mùi làm rich trắng làm rich kim chưa tê kim toàn tục chặt tê mà còn gì chẳng á bà phải mất đạp mà play tới ai nắng mình lại cái nào logic đài tạm kiếm vô cứ không có vô thà logic đàiก็ปัญหาไว้เด็กยังใจตรงเลยแต่นี้คือจองเอาbằng haiในช่วงประทายมันติดทำไมก็เอาถามมือตัววีแหละกันนะขมาเงินไปแต่กันนะยังเกิดแต่จังคือพวกไอ้มันใจตีจังเข้มสมใจรวมเล็กคลักโบกแตงเรื่องในการล้างระเบียงกัมพูชีนังสารรำลึกนั้นก็โดยเชี่ยจำเนี่ยดังแตะตรงจมูกนังการดักนอม leadership ของหลายคือตีมวยខ្ញុំធ្លាប់បានជម្រាបនៅក្នុងកម្មវិធីនេះហើយនៅសារជាបន្តបន្ទាប់ដែលចេញដោយស្ថានទូតរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាហ្នឹងហើយ keywords ពាក្យសកលឹះចំនួន2ដែលខ្ញុំតែងតែ emphasize សង្កត់ធ្ងន់ឲ្យប្រិយមិត្តយល់បាននោះគឺខ្ញុំពាក្យអាមេរិកប្រើថា unwavering commitment ជាមួយនឹងកម្ពុជាគឺបានន័យថាការបដិញ្ញាចិត្តធ្វើការគាំទ្រកម្ពុជាហ្នឹងដោយឥតងាករេបាទអញ្ចឹងបានន័យថាម៉េចបើសិនជាសត្រូវនឹងគ្នាគេមិនប្រើពាក្យហ្នឹងទេបានន័យថាសហរដ្ឋអាមេរិកមិនចាត់ទុកកម្ពុជាជាសត្រូវហើយបានគេប្រើពាក្យ unwavering commitment ហ្នឹងហើយពាក្យមួយទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់សហរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានោះគឺមានពាក្យថា key partner កម្ពុជានោះគឺជា important partner នៅក្នុងតំបន់ Indo-Pacific ផងដែរចាំទេបើសិនជាសត្រូវគេមិនចឹងទេគាត់មិនទៅហៅអ៊ីរ៉ង់ជា key partner ឬក៏ important partner ទេណាហ្នឹងគឺចំណុចមួយអញ្ចឹងខ្ញុំទាញចំណាប់អារម្មណ៍ឲ្យប្រិមិត្តយល់កន្លែងហ្នឹងបាទទី2បាទចំណុចទី2អ្នកដែលនិយាយថាសហរដ្ឋអាមេរិកបានឲ្យយោបល់មកហើយកម្ពុជាធ្លាប់បដិសេធបកកាយហ្នឹងគេអាចមិនទុកចិត្តហ្នឹងអាចមានលក្ខណៈត្រឹមត្រូវដែរបាទអាចមានលក្ខណៈត្រឹមត្រូវដែរក៏ប៉ុន្តែក៏មិនមែនមានន័យថាធ្លាប់តែខាងកម្ពុជាបដិសេធអាមេរិកគឺយើងមិនធ្វើសកម្មភាពដើម្បីឲ្យកែលម្អនោះទេអញ្ចឹងណាបាទបើទោះបីជាខ្ញុំនិយាយពីខាងដើមមុនបង្ហាញមុនក៏ដោយប៉ុន្តែខ្ញុំព្យាយាមឲ្យហេតុផល
ទៅលើអ្វីនៅក្នុង for the sake of argument or the debate ក្នុងករណីដើម្បីជាការពិភាក្សាឬក៏ការផ្ដល់អំណះតំណាងទៅវិញទៅមកខ្ញុំសូមយកចំណុចដែលប្រិមត្តមួយចំនួននិយាយថាធ្លាប់បដិសេធអាមេរិកអីហ្នឹងឥឡូវមកអញ្ចឹងអាមេរិកមិនទាន់ជឿអញ្ចឹងណាបាទក៏ប៉ុន្តែទៅលើជ្រុងនៃការបដិសេធទៅលើរឿងអីខ្លះទៅលើរឿងដូចជារឿងបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យអីហ្នឹងជាដើមអញ្ចឹងណាបាទរឿងហ្នឹងខ្ញុំមិនចង់ចូលជ្រៅទេក៏ប៉ុន្តែជាដំណោះស្រាយក្នុងករណីដែលដូចថាកម្ពុជាធ្លាប់បដិសេធអាមេរិកតែបើសិនជាដំណោះស្រាយធ្វើមិនបទពិសោធន៍នៅប្រទេសមួយចំនួនបាទពិសោធន៍នៅប្រទេសមួយចំនួនគឺចំណុចទី2ខ្ញុំសូមចែកមួយគឺបទពិសោធន៍នៅប្រទេសមួយចំនួនឧទាហរណ៍ដូចថ្មីនេះនៅប្រទេសបេឡារុសណាបើមានប្រទេសច្រើនមានបទពិសោធន៍ស្តៀងនឹងដែរក៏ប៉ុន្តែខ្ញុំសូមលើកបទពិសោធន៍នៅបេឡារុសហ្នឹងគឺបាទប្រធានាធិបតីរបស់បេឡារុសហ្នឹងគាត់ដោះលែងអ្នកប្រឆាំងមេប្រឆាំងហ្នឹងឃើញទេបាទដើម្បីជាបង្ហាញនៅចេតនាមួយជាមួយនឹងសហរដ្ឋអាមេរិកពីព្រោះសហរដ្ឋអាមេរិកគ្រប់គ្រងគណៈបកប្រឆាំងរហូតដល់សក្តិដែលជាបេក្ខជនហ្នឹងគាត់មកដល់សិទ្ធិអភិមាននេះផងអញ្ចឹងណាអញ្ចឹងដូច្នេះវិធីគេមានចឹងដែរវាមានឧទាហរណ៍ដោះលែងអ្នកដែលធ្លាប់តែគេមាននិន្នាការគ្រប់គ្រងសហរដ្ឋអាមេរិកហ្នឹងគេដោះលែងដែរអញ្ចឹងអាហ្នឹងគេអាចមានដំណោះស្រាយនឹងដែរបាទដល់ពេលខ្ញុំនិយាយអញ្ចឹងក៏ប្រិមិត្តថាមិនក៏និយាយចំឈ្មោះបាទអាហ្នឹងគឺទុកប្រិមិត្តប៉ុន្តែខ្ញុំអាចនិយាយចំឈ្មោះបានដែរទៅចុះអញ្ចឹងហើយបាទខ្ញុំនិយាយថាខ្ញុំសូមខន្តីអភ័យទោសជាមុនគឺមិនមែនខ្ញុំនិយាយហ្នឹងដើម្បីលើកដំកើងបុគ្គលណាទេបាទខ្ញុំអត់ទេណាសូមអធិស្ឋានគ្រាន់តែជាការជូនជាឧទាហរណ៍គឺដូចលោកកម្មសខាគាត់ធ្លាប់ធ្វើការជាមួយសហរដ្ឋអាមេរិកហ្នឹងអាហ្នឹងបើសិនជាក្នុងករណីដែលមានការលើកលែងគាត់នឹងវាបង្កើននៅជំនឿតាមទៀតណាបើអញ្ចឹងណាបាទប៉ុន្តែខ្ញុំមិននិយាយថាឲ្យទៅលែងទេខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេបាទអញ្ចឹងណាបាទហ្នឹងគឺមួយដែរចាំបើសិនជាក្នុងករណីមិនលែងគាត់វិញថាតើយើងអស់ជំរឿឬយ៉ាងម៉េចជំរឿមានមួយទៀតដែរណាបាទអញ្ចឹងនឹងជំរឿមួយទៀតបើសិនជាមិនលែងអ្នកដែលសហរដ្ឋអាមេរិកយល់ថាជាមនុស្សដែលមាននិន្នាការធ្វើការគ្រប់គ្រងអាមេរិកហ្នឹងក៏មានជំរឿមួយទៀតដែរឧទាហរណ៍ដូចនៅក្នុងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលអញ្ចឹងគឺគេមានមន្ត្រីដែលឬក៏ក្រុមមន្ត្រីដែលមានការងារហ្នឹងគឺមានលក្ខណៈដូចថាងាកមកសហរដ្ឋអាមេរិកvà con tơសហរដ្ឋអាមេរិកហ្នឹងគឺយើងអាចប្រើមន្ត្រីអស់នឹងធ្វើការបានដែរហើយអាចប្រើមន្ត្រីហ្នឹងមកធ្វើការជាមួយសហរដ្ឋអាមេរិកអានោះក្នុងករណីដែលបើសិនជាមេដឹកនាំហ្នឹងគឺផ្ទាល់ថាដូចនាយករដ្ឋមន្ត្រីគាត់មិនសូវស្និទ្ធជាមួយអាមេរិកអញ្ចឹងគឺអាចប្រើមនុស្សបែបចឹងដែរហ្នឹងណាបាទហើយបើជួនជាឧទាហរណ៍ដូចជាក្នុងពេលបច្ចុប្បន្នខ្ញុំមិនស្គាល់អស់បាទខ្ញុំស្គាល់តែមនុស្សមួយចំនួនដូចលោកស៊ុនចន្ទថលគាត់ជាមនុស្សដែលទៅពី Maryland នេះទេហើយអ្នកអាមេរិកគាត់ខ្ញុំជួបគាត់ផ្ទាល់គឺគាត់មានចរិតសាមញ្ញគាត់ចំហស្តៀងខ្ញុំនោះគឺស្រឡាញ់កម្ពុជាស្រឡាញ់អាមេរិកណាស់បាទគាត់តាំងពីគាត់នៅខាង Food Simplex មកគាត់និយាយចំហគាត់ហ្នឹងគឺអាមេរិកកម្ពុជាហ្នឹងគាត់ចង់យ៉ាងបាទចឹងដូច្នេះមនុស្សបែបអញ្ចឹងគេអាចប្រើបានអញ្ចឹងអាចនឹងមកធ្វើការតំណាក់តំណងជាមួយសហរដ្ឋអាមេរិកទៅលើផ្នែកណាមួយអញ្ចឹងទៅបាទខ្ញុំនិយាយត្រង់ខ្ញុំមានភ័ព្វវាសនាដែរដែលជាអ្នកសារព័ត៌មានបានជួបមន្ត្រីរដ្ឋាភិបាលកម្ពុជាច្រើនក្នុងពេលការងារហ្នឹងបានសម្ភាសពួកអស់លោកហ្នឹងពេលខ្លះនៅស្រុកខ្មែរប្រិមិត្តឃើញពួកគាត់ដូចជារវល់ដូចថាមើលដូចអំណាចប៉ុន្តែនៅពេលដែលគាត់មកក្រៅជួបពួកគាត់បង្ហាញនូវភាពស្និទ្ធស្នាលផ្សេងឧទាហរណ៍ដូចលោកស៊ុនចន្ទថលក៏សូមអញ្ជើញមក VOA ដែរពេលជជែកគ្នាអីហ្នឹងគឺលក្ខណៈមួយដែលបង្ហាញភាពស្និទ្ធស្នាលមួយទៅសូម្បីតែលោកចောင်းប្រសិទ្ធក៏គាត់អញ្ជើញមកពេលដែលខ្ញុំទៅសម្ភាសគាត់នៅស្ថានទូតខ្មែរនៅ Washington ហ្នឹងគាត់និយាយលេងជាមួយអីក៏របៀបសាមញ្ញទៅបាទហើយមួយទៀតដូចជាលោកសុកអានមុនពេលដែលលោកស្លាប់ទៅហ្នឹងមកសម្ភាសខ្ញុំទៅសម្ភាសគាត់នៅ New York ហ្នឹងគាត់និយាយមកសម្ភាសដល់ New York ប៉ុណ្ណឹងនៅ New York នៅតែគាត់ហ្នឹងហើយនៅតាមហ្នឹងគាត់និយាយដូចស្គាល់ខ្ញុំរាប់សិបឆ្នាំហើយអញ្ចឹងហៅមិនហៅលោកហៅសេងឯងរបៀបដូចស្គាល់គ្នាអញ្ចឹងបាទខ្ញុំជួបគាត់ដោយផ្ទាល់ហ្នឹងលើកទី1ទេអញ្ចឹងបាទអញ្ចឹងដូច្នេះខ្ញុំនិយាយបែកបន្តិចទៅមន្ត្រីដែលច្រឹកហ្នឹងណាបាទដូចលោកស៊ុនចន្ទថលអញ្ចឹងជាមន្ត្រីដែលថាគាត់ចូលរួមនៅក្នុងការងារធ្វើយ៉ាងណាឲ្យអាមេរិកនិងកម្ពុជាបានល្អប្រសើរប៉ុន្តែគាត់ក៏ចូលរួមនៅក្នុងការចរចាជាមួយនឹងភាគីផ្សេងទៀតដែរបាទការដែលខ្ញុំនិយាយដោយមានចំឈ្មោះហ្នឹងគឺនៅក្នុងការដឹកនាំនៅលើចូលក្នុងលក្ខណៈដឹកនាំវិញណានៅក្នុងការដឹកនាំថា leadership ហ្នឹងគឺអត់មានអីខុសទេបើមានខុសគឺនៅក្នុងការដែលក្រុមមួយអញ្ចឹងគេលើកទឹកចិត្តឲ្យមានក្រុមបាទគេឲ្យបង្កើតក្រុមនេះដែលមានទំនោរទៅអាមេរិកអញ្ចឹងទៅ
ក្រុមនេះមានទំនោរទៅចិនទៅក្រុមនេះមានទំនោរទៅខាងវៀតណាមទៅក្រុមនេះមានទំនោរទៅខាងសៀមអញ្ចឹងណាដើម្បីមេដឹកនាំគាត់យកយោបល់តើពីហ្នឹងងាកទៅណាងាកទៅណាអញ្ចឹងដូចពីខាងអាមេរិកគេមើលអូថ្ងៃនេះលើកនេះក្រុមដែលមានទំនោរទៅខាងអាមេរិកចាប់ផ្ដើមមានឥទ្ធិពលណាពេលហ្នឹងគេជឿថាអូចាំបានន័យថាមេដឹកនាំហ្នឹងគឺពិតជាចង់ងាកមកអាមេរិកអីខ្លាំងមកបើគេថាក្រុមជាមួយចិនមានចាប់ដើមមានឥទ្ធិពលគេថាអូប្រហែលជាចង់ងាកទៅចិនខ្លាំងគេមើលតាមនឹងទៀតអញ្ចឹងវាមានសេណារីយ៉ូនៃការមើលអញ្ចឹងដែរហើយខ្ញុំសូមបន្ថែមពាក្យ leadership នឹងតិចជឿថាប្រិយមិត្តមួយចំនួនដឹងនេះគឺខ្ញុំដកស្រង់ពីឯកសារដែលខ្ញុំរៀននៅ Cornell ទៅតម្លង Cornell គឺជាសាកលវិទ្យាល័យមួយគេ Ivy League គឺសាកលវិទ្យាល័យកំពូលណាកំពូលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគឺ top 10 បាទខ្ញុំរៀននៅ Cornell ហ្នឹងគឺ executive leadership ហ្នឹងគឺគេ encourage មកជាមេដឹកនាំ encourage ឲ្យយើងបង្កើតក្រុមហ្នឹងមកប៉ុន្តែនៅក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបានមិនហត់រហូតដល់ក្រុមដែល compete គ្នារហូតដល់ទៅជារឿងចម្រូងចម្រាសឆ្លោះគ្នានៅក្នុងបារូទេអញ្ចឹងហើយប្រិយមិត្តនៅចាំបានទេនៅក្នុងការដឹកនាំគេឲ្យយើងត្រូវធ្វើ carrot and stick ហ្នឹងមកត្រូវមាន reward ហើយនឹងការពមៀនហ្នឹងតែម្ដងបាទដើម្បីឲ្យក្រុមធ្វើការមិនចាំបានទេឧទាហរណ៍បុគ្គលិកនៅកន្លែងធ្វើការ50នាក់ដាច់ឆ្នាំគេឲ្យរង្វាន់តែ10នាក់ហ្នឹងបានន័យថាម៉េចបានន័យថា40នាក់ទៀតត្រូវមើលដើម្បីប្រឹងធ្វើការសម្រាប់ឲ្យបានដូចគេយ៉ាងដែរអាហ្នឹងគេ encouraging ហ្មងបាទប៉ុន្តែក្នុងកម្រិតមួយនៅក្នុង collaboration សហការគ្នាប៉ុន្តែមិន compete ងាប់រស់ទេគឺ compete ដើម្បី output ឲ្យបានល្អអញ្ចឹងណាអញ្ចឹងដូច្នេះនៅក្នុងការដឹកនាំក៏យ៉ាងដែរគេមើលថាតើក្រុមនេះដែលមាននិន្នាការទៅខាងនេះចាប់ផ្ដើមមានឥទ្ធិពលអញ្ចឹងអ្នកខាងក្រៅគេមើលគេជឿហ្នឹងហើយបាទហ្នឹងឬក៏ឥឡូវពួកគាត់ចាប់ផ្ដើមមាន balance ស្មើគ្នាគឺមិនធីបទៅគៀនជាងទេបាទមិនធីបគៀនជាងទេគេមើលហ្នឹងដែរអញ្ចឹងដូច្នេះមិនមែនមានន័យថាឥឡូវនេះងាកមកថ្ងៃនេះពីមុនធ្លាប់ប្រឆាំងគេមិនទុកចិត្តទេមែនទេគេមើលចឹងទៀតគេមានកត្តាមើលច្រើននេះខ្ញុំគាត់ថាចែកតម្លៃប៉ុណ្ណឹងទេហើយបាទមានចំណុចមួយទៀតគឺបាទខ្ញុំជួនឧទាហរណ៍មិញហើយគឺនៅក្នុងការដែលគេមើលថាក្រុមណាមានឥទ្ធិពលហ្នឹងគឺខ្ញុំជួនឧទាហរណ៍មួយទៀតឧទាហរណ៍ចាស់ហើយអានឹងឧទាហរណ៍ចាស់ហើយអ្នកសង្កេតការប្រចាំប្រទេសមួយចំនួនដែលខ្ញុំពេលដែលខ្ញុំរៀនណាបាទខ្ញុំចូលចិត្តនិយាយពាក្យរៀនហ្នឹងដើម្បីឲ្យបង្ហាញ credit ថាមិនមែនជាការមួយដែលខ្ញុំចេះតែនឹកឃើញទេគឺការខ្ញុំរៀនហ្នឹងគឺខ្ញុំនៅកសាខ្ញុំរៀនខ្ញុំទៅរៀនបន្តទៀតពីព្រោះខ្ញុំចរិតខ្ញុំចូលចិត្តរៀនតរហូតបាទដោយរហងៃហ្នឹងកំពុងតែ register រៀនតគឺគេមើលនៅភូមិកាជំនាន់ភូមិមិនទាន់បើកឲ្យលោកស្រីអង្សានជូជីបោះឆ្នោត3ហ្នឹងគេមើលកសែតមើលអីហ្នឹងថាតើប្រតិភូណាទៅជាមួយនឹងមេដឹកនាំហ្នឹងបាទក្រុមណាគេអាចឲ្យតម្លៃតាមណាថាតើពេលហ្នឹងងាកទៅណាពីព្រោះកាលនោះភូមិបិទចិត្តកសែតអត់មានអីផ្សាយបានទេអញ្ចឹងគេមើលជួនកាលកសែតនៅភូមិអត់សូវចេះសេអីច្រើនគេសេឈ្មោះវិញលោកមេប្រមុខរដ្ឋទៅកន្លែងនេះអញ្ចឹងអ្នកនេះទៅជាមួយអមហែហោមប្រតិភូមានអ្នកណាខ្លះគេដាក់ឈ្មោះមកអញ្ចឹងពួកខាងសង្កេតការប្រចាំប្រទេសហ្នឹងគឺគាត់មើលតាមហ្នឹងដើម្បីនេះអ្នកដែលបរិញ្ញាបត្រហ្នឹងគឺអាល្លឺម៉ង់គាត់និយាយចឹងហ្មងបាទអញ្ចឹងដូច្នេះក្នុងការវិតម្លៃទៅលើដៃគូណាមួយគឺគេមើលចឹងដែរគឺបើចឹងនិយាយថាអាមេរិកគេមើលប្រចាំប្រទេសគេមើលទៅលើកម្ពុជាគេមើលចឹងដែរបាទអញ្ចឹងហ្នឹងគឺជារឿងមួយទៀតហើយមានអ្នកខ្លះនិយាយចេះទៀតបាទមានអ្នកខ្លះនិយាយទៀតថាលោកប្រធានាធិបតី Donald Trump នោះគឺជាមនុស្សដែល transactional បាទមនុស្សដែលមានតែការដោះដូរទេនេះជារឿងការពិតដែលអត់ប្រកែកបានមិនមែនតែជាមួយនឹងរឿងកម្ពុជាទេរឿងជាមួយអីក៏ដោយគឺនៅសារព័ត៌មាននៅប្រចាំប្រទេសគាត់ថាគាត់មនុស្សលោក Trump ជាមនុស្ស transactional គឺផ្អែកទៅលើការដោះដូរគ្នាមានប្រយោជន៍គ្នាទៅវិញទៅមកយ៉ាងម៉េចអញ្ចឹងខ្ញុំថាមិនអីខុសឆ្គងទេបើតាមយោបល់ខ្ញុំខ្ញុំមើលទៅមានអីខុសឆ្គងបើមិនជាយើងអាចមានអ្វីដោះដូរដើម្បីផលប្រយោជន៍ជាតិរបស់ប្រទេសមួយអាហ្នឹងគេត្រូវប្រឹងដោះដូរអញ្ចឹងហើយជាជាងគាត់អត់ដោះដូរសោះគាត់បិទច្រកអាហ្នឹងបានពិបាកបាទបើគាត់ការដឹកនាំរបស់គាត់អញ្ចឹងat least ក្នុងរយៈពេល3ឆ្នាំជាងទៀតហ្នឹងគឺត្រូវតែគោរពតាម style របស់គាត់ហ្នឹងហើយបើយើងមិនអាចទៅដែរថា policy ខ្ញុំចេះអាហ្នឹងក្នុងពេលដែលខ្ញុំចង់រក្សាទំនាក់ទំនងល្អជាមួយអាមេរិកប៉ុន្តែដោយសារលោកប្រធានាធិបតី transactional ខ្ញុំធ្វើការជាមួយហ្នឹងមិនកើតបាទហ្នឹងចឹងខ្ញុំជូនប៉ុណ្ណឹងហើយជាសរុបមកវិញបាទជាសរុបមកវិញគឺដោយដែលខ្ញុំបានចាប់ផ្ដើមនិយាយដោយ
បង្ហាញពី statement ពីរបស់ស្ថានទូតរបស់សហរដ្ឋអាមេរិកនៅកម្ពុជានឹងអញ្ចឹងខ្ញុំនៅតែនិយាយថាបើយើងមើលទៅលើជ្រុងមួយឧទាហរណ៍លើសិទ្ធិមនុស្សលើលទ្ធិប្រជាធិបតេយ្យវាអាចមានលក្ខណៈដូចជាបង្ហាញនៅការខុសគ្នាខ្លះចំណុចទទួលមិនទទួលខ្លះក៏ប៉ុន្តែបើយើងមើលរូបភាពធំវិញដូចជានៅស្ថានទូតអាមេរិកនៅកម្ពុជាហ្នឹងមានរឿងច្រើនណាស់ដែលកម្ពុជានិងអាមេរិកសហការគ្នាជាប់រហូតមកហ្នឹងឧទាហរណ៍ទៅលើផ្នែកសុខភាពសុខាភិបាលអាមេរិកជួយរាប់លានដុល្លារជួយច្រើនបាទទៅលើដោះមីនទៅជំរាបថ្ងៃមុនហ្នឹងរឿងដោះមីននឹងមួយសារព័ត៌មានខ្ញុំ search Cambodia លើចូលតែ search Cambodia នៅ Google News នៅតែឲ្យ headline រឿងថាអាមេរិក resume aid ឲ្យកម្ពុជានឹងវិញគឺផ្ដោតទៅលើនឹងថាក្នុងគណៈពេលដែលកាត់ប្រទេសដទៃប៉ុន្តែឲ្យកម្ពុជាបាទគឺបង្ហាញពីលក្ខណៈយ៉ាងម៉េចមិនមែនជារឿងមួយចៃដន្យទេបាទអញ្ចឹងដូចជាមានវិស័យដែលកម្ពុជានិងអាមេរិកធ្វើការល្អតើតើរឿងវប្បធម៌ដូចជារឿងចម្លាក់ក៏នាំទៅកម្ពុជាវិញសហការគ្នាបានល្អច្រើនទៅរឿងការអប់រំនិស្សិតមករៀនអាមេរិកអ្នកស្ម័គ្រចិត្តអាមេរិកទៅរៀនភាសាអង់គ្លេសនៅខ្មែរហ្នឹងទៅវិញទៅមកមានសិស្សផ្លាស់ប្ដូរយោបល់គ្នាអញ្ចឹងបាទគាត់ថានៅមានចំណុចខ្លះដែលទៅកែលម្អឧទាហរណ៍ដូចយើងបញ្ហាទំនាក់ទំនងយោធាឥឡូវគឺកំពុងឃើញកែរឿងសិទ្ធិមនុស្សជាធិបតេយ្យហ្នឹងនឹងរឿងដែលធ្វើល្អកែលម្អប៉ុន្តែសូម្បីតែនៅសហរដ្ឋអាមេរិកនេះក៏ជាបញ្ហាមួយដែលត្រូវកែលម្អជាប្រចាំដែរដោយខ្ញុំសូមបញ្ចប់ដោយសម្ដីរបស់លោកប្រធានាធិបតី Joe Biden ពេលដែលគាត់ឈ្នះហ្នឹងគាត់តែងតែនិយាយថា democracy is fragile បាទគឺប្រជាធិបតេយ្យគឺមានលក្ខណៈផុយស្រួយណាស់ដែលត្រូវតែថែរក្សាឲ្យគ្រប់ពេលវេលា including in America រួមទាំងនៅសហរដ្ឋអាមេរិកដែរគឺមិនមែនន័យថាអាមេរិកមានប្រជាធិបតេយ្យហើយចោលលែងខ្វល់ក្នុងការធ្វើឲ្យបានល្អប្រសើរនឹងទេបាទអញ្ចឹងគឺរឿងអស់ហ្នឹងជារឿងគេថាបន្តធ្វើការជាប្រចាំទៅបាទតែលម្អកែលម្អប៉ុណ្ណាឬក៏យើងទៅបោះចោលប៉ុណ្ណានឹងវាមាននៅក្នុងហ្នឹងឯងបាទនៅក្នុងការធ្វើទំនាក់ទំនងគ្នាអញ្ចឹងដូចជាខ្ញុំសូមបញ្ចប់ដោយសូមអធិស្ឋានណាបើសិនជាខ្ញុំនិយាយប៉ះឈ្មោះបុគ្គលអ្នកនយោបាយសហជននយោបាយណាគឺខ្ញុំមិនមែននៅក្នុងលក្ខណៈទំយើបុគ្គលណាមួយទេខ្ញុំគាត់នៅក្នុងលក្ខណៈចែករំលែកព័ត៌មានទៅដល់ប្រិមិត្តនិងការអប់រំខ្លះដែលខ្ញុំយល់ថាមានសារៈប្រយោជន៍ពីព្រោះខ្ញុំនៅតែយល់ដដែលនេះគឺបើកាលណាមនុស្សដែលមានចំណេះដឹងដូចខ្ញុំគឺមិនបានចែករំលែកចំណេះដឹងពេលនេះហើយលាក់ទុកក្នុងខ្លួនបាទគឺប្រិមិត្តមួយចំនួននឹងមិនបានទទួលផលប្រយោជន៍ទេពីព្រោះអ្វីដែលខ្ញុំចែករំលែកនេះគឺផ្អែកទៅលើការងារជាក់ស្ដែងតែម្ដងមិនមែនដកពីឯកសារមានខ្លះដកពីឯកសារដូចយើង leadership style នៅក្នុងការ encourage ឲ្យពួកខាងក្រុមការងារ compete គ្នាហ្នឹងបាទហ្នឹងអាហ្នឹងដកពីឯកសារដែរក៏ប៉ុន្តែក៏ខ្ញុំអនុវត្តនៅក្នុងការងារដែរការងារក៏យើងអនុវត្តដែរបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រិមិត្តទទួលយកបាននៅការចែករំលែករបស់ខ្ញុំនេះគឺដោយសុទ្ធតែចិត្តសុទ្ធតែម្ដងបាទអត់មានចង់បាន credit អីពីណាពីណីមកវិញសម្រាប់ខ្លួនឯងធ្វើអីទេបាទអរគុណណាអរគុណអញ្ចឹងអរគុណចុងក្រោយនោះគឺអត់បានផ្សាយប្រហែលថ្ងៃកុំខឹងកុំអីណាព្រោះរវល់ធ្វើដំណើរឥឡូវបានមកវិញហើយបាទសូមអរគុណបងពូមីងប្អូនក្មួយដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មាននិងចំណេះដឹងផ្ទាល់របស់ខ្ញុំនេះបាទសូមជម្រាបលា